Hello សួស្តីពុកម៉ែបងប្អូនបាទខាងនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបប្រើ CapCut លើកដំបូងទាំងអស់មកអញ្ចឹងយើងអត់ចេះកាត់តវីដេអូអូខេបងប្អូនមកជាដំបូងគឺយើងចូលមកក្នុងកម្មវិធីបាទ CapCut នេះមកអូខេចូលមកក្នុងកម្មវិធី CapCut យើងចាំឲ្យវាដើរសិនទៅបងប្អូនអូខេហើយបន្ទាប់មកគឺយើងចុចពាក្យនេះ Project New Project ឬមួយក៏គម្រោងថ្មីនេះមកអូខេហើយបន្ទាប់មកវាមានវីដេអូយើងកាត់ដែរអញ្ចឹងយើងចង់កាត់វីដេអូណាឥឡូវខ្ញុំចង់កាត់យកវីដេអូនេះអូខេចាំតិចបងប្អូនចាំតិចគេខ្ញុំមិនឲ្យវាលឺទេហ្នឹងហើយហើយយើងចុចដាក់ចូលមកចុច add នេះអូខេវាពងចូលឥឡូវយើងសាកអូសវាមើលអូខេមិនចឹងមានន័យថាវីដេអូយើងគឺវាទំហំបញ្ឆោតប៉ុន្តែវាបែបទម្រង់ផ្ដេកមានន័យថាវីដេអូហ្នឹងតែពិតវីដេអូបញ្ឆោតទេតែវាជាទម្រង់ផ្ដេកអូខេឥឡូវយើងបដូរទំហំវាសិនមកអូខេជានេះខ្ញុំនេះបដូរទំហំអូខេដាក់ទំហំបញ្ឆោតមកអូខេចុច text មកបងហើយយើងចុចលើរូបនឹងឲ្យចេញបន្តសសិនអូខេដើម្បីទាញវាឲ្យត្រូវតាមស្តង់ដារទំហំវាមកអូខេនេះឃើញអត់ប៉ុណ្ណឹងមកនឹងឬក៏លើសហ្នឹងនេះក៏បានដែរអូខេអញ្ចឹងបើសិនជាយើងចង់កាត់រូបនឹងមួយខ្នាតចោលអូខេតែយើងកាត់បែបណាឥឡូវខ្ញុំកាត់ចោលមួយខ្នាតសិនអញ្ចឹងនិយាយថាអាคลิปខាងនេះខ្ញុំថតត្រូវហើយតែខាងនេះខ្ញុំចង់កាត់មួយខ្នាតចេញអញ្ចឹងយើងចុចកាត់តំណឹងមុខមកយើងចុចកន្លែងនេះញែកនេះបើភាសាអង់គ្លេសគេហៅថា click split ហ្នឹងហើយយើងចុចបាន split ហើយយើងចុចលើរូបនេះឲ្យចេញបន្តសវិញអូខេហើយចាំយើងចុច delete លុបនេះមកអូខេដាច់ហើយបាត់អូខេឥឡូវឧទាហរណ៍ថាខាងហ្នឹងត្រូវហើយហើយខាងក្តារហ្នឹងត្រូវហើយប៉ុន្តែអាមុខត្រូវហើយតែវាខុសអាក្តារអញ្ចឹងយើងចុចកាត់ទៀតមកអូខេមានន័យថាវាខុសអាក្តារអូខេហើយយើងកាត់ទៀតមកអូខេអញ្ចឹងហើយយើងចុចលើនេះចេញបន្តសមកកាត់ហើយចុចលុបមកបងប្អូនហ្នឹងគឺជារបៀបកាត់ក្នុងកម្មវិធី CapCut ណាបងប្អូនអូខេអញ្ចឹងយើងមកមើលមួយទៀតឧទាហរណ៍ថាខាងនេះយើងដាក់វីដេអូត្រូវហើយតែវាជ្រុលអញ្ចឹងយើងចង់ដាក់វីដេអូនេះនៅមុខគេចង់ដាក់វីដេអូផ្សេងនៅមុខគេអញ្ចឹងយើងអូសមកដល់ក្រោយអូសហ្នឹងមកដល់ក្រោយមកហើយចាំយើងចុចអាសញ្ញាបូកនេះដើម្បីបន្ថែមវីដេអូអូខេថែមវីដេអូចុចបាច់មកនេះវាមកហើយបងប្អូនអញ្ចឹងខ្ញុំចង់ដាក់វីដេអូណាចូលឥឡូវខ្ញុំចង់ដាក់វីដេអូណាចេះអូខេបងប្អូនចង់ដាក់វីដេអូខ្ញុំរកវីដេអូដាក់អត់ឃើញចង់ដាក់វីដេអូនេះបងប្អូនដាក់វីដេអូនេះចុចចេញមកអូជាស្រ័យសារទូរស័ព្ទខ្ញុំវានេះបងប្អូនឡើងទំហំយើង add ចូលមកបងប្អូនអូខេឃើញអត់វាមករូបហ្នឹងឃើញអត់នេះរូបហ្នឹងវាមកអូខេអញ្ចឹងរូបហ្នឹងវាមកហើយវាមកមុនគេអូខេអញ្ចឹងបើសិនជាយើងចង់កាត់រូបហ្នឹងផ្ដាច់ទៀតយើងចុចលើនឹងចេញបន្ទាត់សមកអូខេចុចចេញបន្ទាត់សចេញមកហើយយើងកាត់ផ្ដាច់កន្លែងនេះមកអូខេហើយយើងលុបខាងមុខវាផ្ដាច់ប៉ិតតែម្ដងអូខេឃើញអត់នេះវាចូលមកវីដេអូថ្មីអានេះវីដេអូផ្សេងនេះឃើញអត់ហើយទំហំវាខុសគ្នាយើងអាចចាក់ពណ៌លាយបានអូខេយើងអាចចាក់ពណ៌លើនឹងបានណាហ្នឹងហើយអញ្ចឹងយើងចុចកន្លែងនេះចឹងមកអូខេអញ្ចឹងបើសិនជាយើងចង់ដាក់វីដេអូទ្រូតគ្នាបងប្អូនវីដេអូទ្រូតគ្នាកាត់ជា overlay នេះហ្នឹងហើយនេះកាត់ជាវីដេអូទ្រូតគ្នាហើយចុចកន្លែង overlay នេះមកអូខេចឹងយើងយកវីដេអូនេះមួយមកលើថាខ្ញុំចែកឧទាហរណ៍ពេញទៅហ្នឹងទៅវីដេអូនេះមកអូខេហើយចុចនេះមកហ្នឹងអញ្ចឹងរូបនឹងវាមកធ្លាក់មកក្រោមមកនេះអត់នេះធ្លាក់មកក្រោមមកនេះអត់វាចឹងហើយយើងឥឡូវយើងចង់ដាក់វេទនាចង់ដាក់វានៅក្រោមចេះអូធម្មតាចេះតែយើងចង់ព្រូមកវាទូចអូខេចឹងយើងព្រូមកទូចណាខ្ញុំចាប់វាព្រូមកទូចមកអូខេហើយយើងយកដាក់អូខេព្រូមកទូចមក
នេះដាក់ចេះមកបងប្អូនហ្នឹងហើយអញ្ចឹងក៏បានដែរអូខេហ្នឹងរបៀបប្រើ CapCut ហ្នឹងបងប្អូនហ្នឹងហើយហើយបើយើងចង់ដាក់វីដេអូបន្តនេះឥឡូវយើងកាត់ចំនេះចោលសិនមកវែងពេកកាត់មកច្រឡំចុចវាចេញទៅសសិនខ្ញុំកាត់បានអូខេដល់ហត់លុបចោលមកបើយើងចង់ដាក់រូបបន្ថែមបន្តយើងចុចអាហ្នឹងមកវាកាត់រូបបានហ្នឹងបងនេះបន្តទៀតបងប្អូននេះអូខេអញ្ចឹងកន្លែងហ្នឹងវាមានដូចជានេះរូបភាពអីចឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងទេរបៀបប្រើ CapCut លើកដំបូងបាយបាយ